សូមជម្រាបសួរបាទពុកម៉ែបងប្អូនទាំងអស់គ្នាដែលនៅនេះសមុទ្រក៏ដូចជាប្រទេសកម្ពុជាទូទាំងពិភពលោកថ្ងៃនេះបាទខ្ញុំបាទនឹងក្រុមគ្រួសារបងស្រីសូសុភ័ក្រនិងក្រុមគ្រួសារខ្ញុំបាទបានចំណាយពេលបាទដើរលេងហើយមកលេងរត់គេផ្សេងបាទរត់នេះគេហៅថារត់ Florida បងប្អូនបាទសហរដ្ឋអាមេរិកបាទមិនមែនប្រទេសអាមេរិកទេបងប្អូនបាទសហរដ្ឋអាមេរិកព្រោះយើងមានរដ្ឋច្រើន50ជាងរដ្ឋបាទតែដែលរដ្ឋដែលខ្ញុំចាប់អារម្មណ៍ជាងគេគឺរដ្ឋ Florida នេះបាទបងប្អូនតាមផ្លូវមានទេសភាពមានដើមដូងដើមស្លាដើមផ្លែឈើអមតាមផ្លូវបងប្អូនបាទនេះចិត្តផ្លូវទៅមាត់សមុទ្រគេហៅhomestay មែនទេទៅ Miami បាទខ្ញុំអត់សូវស្គាល់ដែរប៉ុន្តែសួរបងប្រុសគាត់នៅម្ចាស់ចំការនៅ homestay គាត់ប្រាប់ថាគេហៅ Miami បាទទេសភាពស្អាតណាស់បងប្អូនបាទនៅតាមផ្លូវក៏ដូចជាលើស្ពានបាទនៅជុំវិញគាត់គឺជា downtown បាទMiami homestay ទាំងឯងបាទបើសិនជាមានកំហុសខុសឆ្គងអីនេះមកយ៉ាងនេះបាទខុសឆ្គងអីសូមបងប្អូនខាន់តែភេទោបាទនេះផ្លូវទៅសមុទ្របាទយើងទៅលេងសមុទ្របន្ទាប់ពីដើរលេងចំការបេះផ្លែឈើបាទហើយនឹងដើរលេងមិនសូវបានថតច្រើនដែរបងប្អូនបាទដោយសារតែខ្ញុំមានកូនតូចខ្លាចកូនដើរឆ្ងាយបាទនេះយើងមកដល់ក្បែរសមុទ្រហើយបងយើងចតឡាននេះបាទម៉ាក់វាពុកស្ពាយកូនបាទនេះបងសូសុភ័ក្រនិងគ្រួសារគាត់ហើយនឹងលីណាបាទដើរលឿនណាស់ទៅមុខហើយ Helen ហ្នឹងបាទមកដល់ភ្លាមអូសុបាយហ្មងដើររហូតបដ ாய் នេះតែសុបាយបាទស្រុកនេះស្រុកក្តៅបាទមានអាកាសធាតុល្អបើប្រៀបធៀបទៅប្រហាក់ប្រហែលស្រុកខ្មែរយើងដែរបងប្អូនបាទហើយនេះគឺផ្លូវបាទនៅច្រាំងក្បែរសមុទ្របាទមាន Helen គេចង់ទៅលេងសមុទ្រហើយអ៊ំឲ្យដើរទៅខាងនោះអ៊ំប្រុសគេមកមួយទៀតគេគាត់ដើរទៅមើលមុនបាទ Helen អត់ចង់ដើរជុំគ្នាទេគេឃើញទឹកសមុទ្រចូលចិត្តអូមកហៅប៉ាប៉ាឲ្យយកឲ្យនាំទៅសមុទ្របើយើងដើរជុំវិញសិនគង់អត់ទៅទេបាទនេះផ្លូវទៅមាត់សមុទ្របាទនៅម៉ាយ៉ាមីនេះហើយតាមផ្លូវមានបងប្អូនគ្រប់ជាតិសាសន៍បានមកទេសចរក៏ដូចទស្សនាមកលេងសមុទ្របាទហើយនឹងបាទនេះនៅផ្លូវវងមូលគេដែរបាទក្បែរមាត់សមុទ្រដែរបាទពងសួរគ្នាអ្នកខ្លះគាត់ក្តៅពេកអត់ចង់ទៅបាទនេះហាងមកសមុទ្រគេមានហាងមានរេស្តូរ៉ង់គេបាទនេះឲ្យអ៊ំនឹងក្មួយបាទអូរត់ Helen go to the beach ដល់ហើយអត់បានត្រៀមខោអាវឲ្យកូនមួយទឹកទេបងប្អូនគាត់ចង់មកមើលលេងទេដល់ហើយកូនគេឃើញសមុទ្រទៅក៏អូដោះស្បែកជើងដោះអីត្រៀមទៅមួយទឹកបដ ாய் ណាហើយអ៊ំថាឲ្យនាំទៅស្គាល់កុំឲ្យយំឥឡូវឃើញសមុទ្ររត់ទៅត្អែងហ្មងបាទហើយគេអូហើយខ្សាច់ហ្នឹងក្តៅណាប៉ុន្តែខ្ញុំដើរជើងទទេដែរប៉ុន្តែក្តៅដែរបាទសមុទ្រធំហើយនេះបាទនៅមាត់សមុទ្រមានអូ Helen គេដោះអាវខ្លួនគេរត់ទៅសមុទ្របដ ாய் នេះមើលនេះអរគុណបងសុផលដែលម្ចាស់ចំការ Helen នៅ homestay អូតែមើលកូនហក់បុកទឹកសមុទ្រណាបាទសមុទ្រធំបងប្អូនអើយមើលដាច់ដូចភ្នែកហើយទឹកខៀវថ្លាស្វងបាទហើយមានគ្រប់ជាតិសាសន៍បាទពេលច្រើនអាគាំងសបាទគាត់នាំក្រុមគ្រួសារក៏ដូចជាអ្នកខ្លះមានដៃគូស្នេហាសង្សារអីមកមួយទឹកសមុទ្រលេងទៅហើយ
បាទសប្បាយបងប្អូនហើយស្រុកនេះធ្វើឲ្យខ្ញុំមកដល់ភ្លាមទៅឃើញដល់ស្រុកខ្មែររបស់យើងដែលបានឃ្លាតឆ្ងាយពីច្រើនឆ្នាំបាទចូលក្បែរ10ឆ្នាំហើយបងប្អូនបាទហើយបងប្រុសខ្ញុំហាក់ដូចជាក្តៅខ្លាំងណាស់ដូចជាក៏អត់សូវស្រួលខ្លួនមកមើលអង្គុយមើលទៅដូចកើតទុកបុកម្នេញស្បើមគាត់ក្តៅតែគាត់អូពួកខ្ញុំមកប្រហែលថ្ងៃហ្នឹងធ្វើបាបគាត់ទៅថាមុននឹងខ្ញុំមកហ្នឹងគាត់មានកម្មវិធីជុំគ្នាផ្សាយដល់ពួកខ្ញុំមកទៀតទៅគាត់ទទួលទៀតមានបានគេអត់ទទួលទេអរគុណបងប្រុសបាទសុផលបានចំណាយពេលមានតម្លៃហើយពួកយើងមានប៉ុណ្្នឹងទេហើយនេះយើងរៀបចំទៅវិញហើយបាទឡើងឡានដាក់កាយហើយបាទអរគុណបងប្អូនមានវីដេអូក្រោយៗចាំផ្សាយជូនបងប្អូនមើលទៀតអរគុណបាទ